តើលោកអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump មិនទទួលយកប្រាក់ខែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គាត់មិនទទួលយកប្រាក់ខែជាប្រធានាធិបតីដែលមានតម្លៃ$40,000ក្នុងមួយឆ្នាំដែលជាប្រាក់ខែផ្ទាល់ខ្លួននោះទេតាមពិតទៅគាត់មានហេតុផលទស្សនៈផ្ទាល់ខ្លួនរបស់លោកពីព្រោះលោកចង់បំពេញការងារជូនជាតិដោយមិនយកកម្រៃអ្វីសោះឡើយដើម្បីជាការគោរពតាមការសន្យាដែលលោកបានធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះបើយោងតាមកាសែត Forbes ទោះបីជាយ៉ាងណាក៏ដោយសារតែច្បាប់រដ្ឋធម្មនុញ្ញអាមេរិកតម្រូវឲ្យប្រធានាធិបតីត្រូវតែមានប្រាក់ខែហើយច្បាប់នេះគឺបានលើកឡើងថាប្រាក់បៀវត្សរបស់ប្រធានាធិបតីគឺជាតម្រូវការដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមាត្រាទី2ផ្នែកទី1ប្រការ7ហើយចំនួនប្រាក់បៀវត្សជាក់លាក់ត្រូវកំណត់ដោយសភាសហរដ្ឋអាមេរិកតាមផ្លូវច្បាប់ប្រធានាធិបតីមិនអាចបដិសេធមិនទទួលប្រាក់បៀវត្សរបស់ខ្លួនបានទេប៉ុន្តែអាចបរិច្ចាគប្រាក់នោះទៅឲ្យអង្គការណាមួយដែលខ្លួនបានជ្រើសរើសហើយដូច្នេះហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោកបានសម្រេចចិត្តបង្វែរប្រាក់ខែទាំងនោះទៅបរិច្ចាគដល់ស្ថាប័នរដ្ឋនិងគាត់មានកំណត់ដូចផ្ដើមផ្សេងទៅកាន់សហរដ្ឋអាមេរិកហ្នឹងកន្លងមកលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump លោកបានបរិច្ចាគប្រាក់ខែតខ្លួនរបស់លោកទៅកាន់ទី1ទីភ្នាក់ងារឧទ្យានជាតិអាមេរិកហៅថា National Park Service ដើម្បីជួសជុលនិងថែទាំទីតាំងប្រវត្តិសាស្ត្រផ្សេងទី2គឺផ្ដល់ជូនទៅកាន់ក្រសួងអប់រំអាមេរិក Department of Education ហ្នឹងសម្រាប់រៀបចំជំរំអប់រំផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាដល់សិស្សានុសិស្សទី3គឺគាត់បរិច្ចាគទៅកាន់ក្រសួងកិច្ចការអតីតយុទ្ធជនគឺ Department of Veteran Affairs ដើម្បីជួយទ្រទ្រង់ដល់អតីតយុទ្ធជនទី4គឺគាត់បានបរិច្ចាគទៅដល់សមាគមប្រវត្តិសាស្ត្រសេតវិមានហៅថា White House Historical Association ដើម្បីជួយដល់ការឧបត្ថម្ភការកែលម្អនិងជួសជុលសេតវិមានការសម្រេចចិត្តមិនយកប្រាក់ខែនេះធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្លាយជាប្រធានាធិបតីទី3នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលបានបរិច្ចាគប្រាក់បំណាច់តំណែងទាំងស្រុងបន្ទាប់ពីអតីតប្រធានាធិបតីលោក Herbert Hoover និង John F Kennedy លើពីនេះទៅទៀតនោះលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump គាត់គឺជាអ្នកជំនួញដ៏ជោគជ័យមួយរូបដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារស្រាប់ទៅហើយ